จ้าสวัสดีបងប្អូនទាំងអស់គ្នាមួយរយៈនេះអត់សូវបានចេញវីដេអូអីច្រើនទេបងប្អូនហើយដោយសារតែរវល់ខ្លាំងពេកក៏បងប្អូននិយាយចំតាំងពីមានកូនតូចមកគឺរវល់ខ្លាំងមែនតើនិយាយពីថាអារឿងរវល់វិញស្ទើរតែដកដៃចេញពីកូនមិនរួចទេបងប្អូនហើយអញ្ចឹងថ្ងៃនេះគឺរៀងទនេខ្លះដែរអញ្ចឹងហើយទៅក៏មកកាត់វីដេអូធ្វើបងឯងបងប្អូនព្រោះដោយសារអីមួយរយៈនេះគឺរៀងក្តៅខ្លាំងហើយបងប្អូនហើយក្តៅត្រជាក់អត់សូវមានភ្លៀងទេពីរបីថ្ងៃបានភ្លៀងម្ដងអញ្ចឹងហើយពូអ្នកលក់គ្រាប់ថ្នោតគឺគាត់មកលក់ដល់មុខផ្ទះអញ្ចឹងហើយឃើញល្អពេកក៏គិតថាអូយកមកធ្វើជាផ្អែមញ៉ាំតែម្ដងទៅហ្នឹងហើយផ្អែមខ្ញុំថ្ងៃនេះគឺមានគ្រាប់ជីគឺមានគ្រាប់សម្រោងជ័រកចាហើយនឹងគ្រាប់ថ្នោតយើងនឹងឯងចាគឺមានតែប៉ុណ្្នឹងឯងនិយាយចំគឺខ្ញុំទិញពីផ្សារមកស្រាប់ដែរទេបងប្អូនហើយមកថងទៅ2-3ពាន់ហ្នឹងគឺយកមកលាយជាមួយនឹងស្ករហើយទឹកដោះគោយើងបន្តិចមកហើយសម្រាប់ផ្អែមមកមុខនេះដែរបងប្អូន2-3ថ្ងៃឬក៏4-5ថ្ងៃគឺខ្ញុំធ្វើញ៉ាំម្ដងអញ្ចឹងណាបងប្អូនព្រោះដោយសារអីគឺទ្រាំទ្រដល់អាកាសធាតុនេះគឺអត់ចង់បានទេបងប្អូនហើយត្រូវតែធ្វើញ៉ាំហើយប្រហែលមុខនេះគឺងាយស្រួលធ្វើឯណាបងប្អូនហើយក៏ងាយទិញដែរអញ្ចឹងបើសិនជាបងប្អូនអាចធ្វើដោយខ្លួនឯងបងប្អូនធ្វើទៅដូចជាបក្រំដូចជាអីអញ្ចឹងណាបងប្អូនតែដោយសារខាងសងពេញនេះអត់មានចកាបក្រំអត់មានអីទេបងប្អូនហើយគឺមានតែទិញគេស្រាប់មកថង2-3ពាន់យកមកលាយញ៉ាំខ្លួនឯងអញ្ចឹងទៅហ្នឹងហើយចំពោះការលាយអត់មានពិបាកអីបងប្អូនគឺមានតែស្ករហើយនឹងទឹកដោះគោបើហើយបន្ថែមទឹកកកអនាម័យយើងហ្នឹងបន្ថែម2-3វែកមកគឺត្រជាក់ស្រាប់តែម្ដងបងប្អូនអើយឆ្ងាញ់ខ្លាំងមែនតើហើយមកកូនថាសហ្នឹងគឺខ្ញុំញ៉ាំគ្នា3នាក់ចា3នាក់គឺគ្រប់គ្រាន់ល្មមតែម្ដងណាក៏អធិស្ឋានដល់បងប្អូនទាំងអស់គ្នាផងដែលតែងតែតាមដាននៅវីដេអូរបស់ខ្ញុំកន្លងមកអញ្ចឹងវីដេអូចែកម្លែកអំពីធ្វើផ្អែមក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយៗទៀតណា